សួស្តីកូនទាំងអស់គ្នាបាទថ្ងៃនេះយើងនឹងរំលឹកនៅការរៀនរំលឹកនៅការចងចាំចំពោះមេរៀនដែលកូនបានរៀនកន្លងមកបាទថ្ងៃនេះយើងនឹងរៀនសារឡើងវិញនៅមេរៀនដែលយើងបានរៀននៅព្យញ្ជនៈទាំង4បាទតើព្យញ្ជនៈទាំង4ដែលកូនបានរៀនកន្លងមកមានព្យញ្ជនៈអ្វីខ្លះទៅកូនបាទល្អណាស់កូនអាចថាបានកូនប្រកាសជាចាំប៉ុន្តែក្នុងពេលនេះលោកគ្រូនឹងលើកយកនៅការរៀនសារឡើងវិញមកបង្ហាញឲ្យកូនបានអាននិងស្ដាប់ម្ដងទៀតមែនហើយតោះយើងទៅមែនហើយកូនពូកែណាស់កូនអាចរំលឹកវាដោយខ្លួនឯងបានថាតើកូនបានរៀនអ្វីខ្លះកន្លងមកមែនហើយតោះយើងទៅបាទគឺយើងរៀននៅព្យញ្ជនៈកខចឆបាទអស្ចារ្យណាស់ឥឡូវតោះអានកអាកាកអីកៃខអែខែខអ៊ូខួខួរខួចអៃចៃចអោះចុះឆអៅឆៅឆអេះឆេះខអាខាស់កខាស់កកអេគេគេរគេកគេចនឹងរចអាចាចចាបាទហើយយើងអានបន្តទៀតកុំឆាឆៅចៅកែអូខេម្ដងទៀតកុំឆាឆៅចៅកែបាទចៅឆាំខំខំកគេចៅឆាំខំខំកគេបាទអស្ចារ្យមែនឥឡូវកូនអានដោយមិនបាច់ប្រកបណាអានជាមួយនឹងលោកគ្រូដោយមិនបាច់ប្រកបតោះយើងអានកាកៃខែខួចៃចុះឆៅឆេះខាស់កគេចចាកុំឆាឆៅចៅកែចៅឆាំខំខំកគេបាទអស្ចារ្យមែនតែដៃមួយបាទកូនពិតជាល្អនេះរូបភាពដែលយើងធ្លាប់រៀនកន្លងមកគឺចាបាទនេះកុមារីកំពុងចុះភ្លើងកំពុងឆេះខែនេះកានេះកៃបាទណាអញ្ចឹងកូនបើកនៅសៀវភៅអត្ថបទកូនឡើងមកកូនប្រកាសជាឃើញមេរៀនសារឡើងវិញនេះបាទកូនអាចអានវានៅក្នុងផ្ទះអានវានៅក្នុងបណ្ណាល័យអានវាជាមួយនឹងមិត្តភ័ក្តិអានវាជាមួយនឹងម៉ាក់ប៉ាកូនអាចអានវានៅកន្លែងស្ងាត់ដែលកូនចូលចិត្តមែនហើយកូនពូកែណាស់កូនអាចធ្វើវាបានយ៉ាងល្អលោកគ្រូអ្នកគ្រូពិតជាសប្បាយចិត្តម៉ាក់ប៉ាក៏សប្បាយចិត្តមិត្តភ័ក្តិរបស់កូនក៏សប្បាយចិត្តព្រោះឃើញកូនមានភាពក្លាហានឆ្លាតវាងវៃឧស្សាហ៍ព្យាយាមតស៊ូកូនប្រឹងជំនះអានអត្ថបទនេះដោយល្អកូនពូកែណាស់
កូនពិតជាឆ្លាតម៉ាក់ប៉ារំភើបចិត្តណាស់កូនដឹងទេព្រោះឃើញកូនប្រឹងប្រែងរៀនសូត្រដូច្នេះមែនហើយកូនល្អយ៉ាងនេះពិតជាអស្ចារ្យណាស់កូនគឺជាកូនគំរូកូនគឺជាសិស្សដ៏ពូកែម្នាក់មែនហើយបាទឥឡូវនេះលោកគ្រូសូមសួរថាតើអក្សរកជាព្យញ្ជនជាអ្នកទីប៉ុន្មានកូនចាំបានទេអក្សរកជាព្យញ្ជនជាអ្នកទីប៉ុន្មានកូនបាទកូនធ្លាប់សរសេរអក្សរឆតើកូនសរសេរបានប៉ុន្មានដងក្នុងមួយបន្ទាត់ប៉ុន្មានតួអក្សរដែរបាទកូនសរសេរបានប្រមាណតួអក្សរកូនក្នុងមួយបន្ទាត់បាទដូច្នេះកូនត្រូវសរសេរវាហើយចាំកូនរាប់នោះកូននឹងដឹងថាកូនសរសេរបានប៉ុន្មានហើយមែនទេបាទក្នុងមេរៀនដែលយើងរៀនអំបញ្ញមិញនេះកូនចាំទេបើកូនមិនទាន់ចាំទេតើកូនអានប៉ុន្មានដងទើបកូនចាំមែនហើយកូនអានប៉ុន្មានដងទើបកូនចាំកូនគឺជាអ្នកដែលមានប្រាជ្ញាដ៏ឆ្លាតវៀងវៃកូនប្រកាសជាចាំវាដោយល្អមែនហើយកូនបានអានឲ្យអ្នកណាស្ដាប់ទេមែនហើយកូនបានអានឲ្យអ្នកណាខ្លះកូននឹករមើលម៉ាក់ប៉ាមិត្តភ័ក្តិលោកគ្រូលោកយាយលោកតាលោកពូអ្នកមីងបងប្រុសបងស្រីឬប្អូនមែនហើយកូនប្រកាសជាពូកែណាស់កូនអានឲ្យគ្រប់គ្នាស្ដាប់តែម្ដងកូនសប្បាយចិត្តទេកូននៅពេលដែលកូនអានលឺនឹងច្បាស់អញ្ចឹងបាទកូនពិតជាអស្ចារ្យណាស់មេរៀនដែលកូនបានអានគឺបានបញ្ចប់ហើយចុងក្រោយលោកគ្រូសូមជូនពរឲ្យកូនជួបនៅសិរីសួស្តីសុខភាពល្អកម្លាំងរឹងមាំសិរីសួស្តី